អ្នករត់តាក់ស៊ីម្នាក់នេះធ្លាប់រើសបានកាបូបលុយរបស់ Manuel Neuer នៅក្នុងឡានតាក់ស៊ីរបស់ខ្លួនដែលមានលុយចំនួន€800និងកាតក្រេឌីតចំនួន2ដោយពេលយកទៅសងកំពូលកីឡាកររូបនេះវិញដោយរំពឹងថានឹងបានប្រាក់លើកទឹកចិត្តខ្លះប៉ុន្តែបែរជាបានត្រឹមអាវដែលមានសញ្ញេរបស់ Manuel Neuer ទៅវិញជាហេតុធ្វើឲ្យលោកខកចិត្តនិងខឹងជាខ្លាំងដោយបាននិយាយទាំងខឹងសម្បាថា Neuer ឲ្យរង្វាន់នេះមកខ្ញុំពិតជាកំប្លែងពេកហើយខ្ញុំត្រូវចិញ្ចឹមកូន4នាក់ហើយខ្ញុំមិនដឹងថាគេឲ្យអាវនេះមកខ្ញុំដើម្បីអ្វីនោះទេ Neuer ពិតជាមនុស្សគំរិះពិតមែនតាមរយៈការលើកឡើងរបស់អ្នករត់តាក់ស៊ីរូបនេះបានឲ្យដឹងថាគ្រាន់តែយកកាបូបមកឲ្យ Neuer វិញរូបគេត្រូវចម្ងាយពេលជិះរយៈចម្ងាយ120គីឡូនិងចំណាយចាក់សាំងអស់ជាង€400ឯណោះដោយមិនបានលុយទៅវិញសូម្បីតែ1រៀល Follow for more